សូមគុណជម្រាបសូមគោរពជ័យសាស្ត្រាចារ្យមុខសុភាពដែលធ្វើបទបង្ហាញក្នុងពេលចុងក្រោយនេះបាទសូមគោរពជ័យ Để thể hiện đó thì chân vào lô cả nhà bùn thiết lô bàn trọng cả người học lái của cả hào bán Việt Nam quan buồn lời vẫn do đi học tập buồn học luôn vào một cái hay lô bàn to ngàn sáng về cái này yếu chọn cả sang được về cái rô hay tập ngày lúc đi về kia mà cũng điều và hay thì lúc thiên hay thì lúc thiên thì cái trên này thì phải phải cùng mạnh và tập tiêu làm gì trên cùng mạnh và thì chắc cái rồi cái chỗ đây lô bàn chơi vào cái Kemudian bang mereka buat sama untuk berbeda. Baik. Dia bertemu sama kerap dalam vicham đất cho này là chơi trong chỉ cật dược nông ca vừa bật bậc hai này ai xong group on lục lục xoay để miền vọt miền này ta này tí ní còn đôi chỉ tam dùng tránh thọc hay từ bậc nhóm từ bậc to bịp ôn này xa ôn bàn để che clear si dùng rơi tràn hai tránh nhóm mình cũng bắt pt tránh chạm con tay mình obstructive chelonephritis tránh những người score thật ấy tới hai thằng acute ấy tới hai thằng obstruction về là acute việc còn đại chỉ phenomenon mỗi đại diện ai trai từ món medical ban phần đá bao sân chỉ obstruction dừng ai chiên từ đó tại mong series cao và to tiếp đầm bầy chui còn chẳng cạp chiên bá cứ từ lương một là hai chẳng trong còn là bằng hai là ta ăn phê trong những bia chỉ say ăn phê trong ní bia chỉ riêng muối đại chỉ silent killer bia chỉ worldwide concern hai Ministry of Health យើង ក្រសួងសុខាភិបាលយើងក៏កំពុងតែដុតដៃដុតជើងភ័យព្រោះយើងភ័យតែដួលបោកហូរឈាមចេញខួរយើងភ័យបាក់ដៃបាក់ជើងអីប៉ុន្តែអាមេរោគដែលវា resistant ថ្នាំដែលយើងប្រើប្រាស់មិនបានត្រឹមត្រូវក្នុងលក្ខខណ្ឌយើងអត់ភ័យទេអញ្ចឹងខ្ញុំគ្រាន់តែលើកមួយគ្រាន់តែអាប់ផ្សាយថ្មិញយើងព្យាបាលអត់បានត្រឹមត្រូវវាស៊ីចូលតាមក្នុងសន្ទាប់ fascia វាចូលមកអាប់ផ្សាយស៊ីពេញហ្នឹងចឹងអ្នកជំងឺនេះនៅ Hope Center តែជា10ឆ្នាំជាងមុនសួរថាតើជួយគាត់យ៉ាងម៉េចបើយើងមើលតន់ឲ្យថ្នាំត្រូវទៅតាមមេរោគអីយើងជួយតែ10ថ្ងៃ5-10ថ្ងៃអាចជាប៉ុន្តែពេលខ្លះទុកឲ្យទៅអញ្ចឹងវាស៊ីតាម fascia ទៅផ្ទុះគ្រប់កន្លែងត្រូវ tracheotomy ត្រូវវះបើកឲ្យធ្វើ necrosectomy ធ្វើ necrotectomy អាលួយហើយឲ្យយកអាហ្នឹងទៅបណ្ដោះឲ្យបានព្យាបាលទៅមមតែជាហ្នឹងគឺគាត់ស៊ីពេលហើយចំណាយលុយច្រើនមែនតើប៊ីនឹងលបូនទៀតណាអញ្ចឹងត្រូវចោះបហូរខ្ទុះកាត់អីសពបែបយ៉ាងបានអាចគាត់រស់បានមួយទៀតគ្រាន់តែអាប់ផ្សាយមួយដែលគាត់មានកូឡង់ជូកូឡង់ចៃធីហើយគាត់មាន hepatitis chronic អីវាលាកស៊ី fascia ហ្នឹងតើយើងរបៀបម៉េចវាអត់ចេញមកឲ្យជាអាប់ផ្សាយយើងឃើញក្រៅវាស៊ីទៅក្នុងអ្នកជំងឺក្តៅខ្លួនញាក់អញ្ចឹងបើយើងអត់ព្យាបាលឲ្យបានត្រឹមត្រូវចាប់យកអាសាច់អាលួយខ្ទុះនឹងចេញទេយើងមិនអាចព្យាបាលបានត្រឹមត្រូវទេហើយអ្វីដែលសំខាន់នោះគឺយើងយកសាច់ហ្នឹងហើយយកខ្ទុះទៅមើលយើងបានគុលទាចេញជាបាក់តេរីហើយត្រូវថ្នាំអីបានយើងព្យាបាលហើយមិនមែនតែព្យាបាលតែអង់ទីប៊ីយោទិកទេត្រូវតែកាត់សាច់អាលួយនឹងចេញហើយបានយើងធ្វើ graph ឲ្យតាមក្រោយនេះជាការដែល critical ដែលយើងជួបនៅ Hope Center តាំងពីជាង10ឆ្នាំមុនណាជាង10ឆ្នាំមុននេះជាជំងឺ peritonitis ដែលវា resistant ទៅថ្នាំ
ចឹងវាឲ្យត្រូវចំហបាត់អត់ចិត្តទេណាឲ្យយកផ្ទុះទៅមើលបានយើងលាង4-10សាបាននេះហើយអង់ទីប៊ីយោទិកអាដាប់ទេហើយបានយើងជួយគាត់បានបើមិនចឹងគាត់អាចស្លាប់នេះជាអ្នកជំងឺស្រីមួយដែលគាត់មាន Fournier gangrene infection perineal វាស៊ីតាម fascia ទៅ septicemia ចឹងបើយើងមិនវះកាត់អាសាច់ឲ្យលួយតាម fascia ហ្នឹងទេគឺมันអាចអង់ទីប៊ីយោទិកអត់ទៅស៊ីខ្ទុះអត់ទៅព្យាបាលនឹងចេញទេតតែយកវាចេញណាចឹងរឿងហ្នឹងដោយសារបាក់តេរីខ្លះវាគេហៅថា necrotizing fasciitis ដែលវាចឹងយើងមើលថាតើទម្ងន់នៃជំងឺអស់ហ្នឹងតែយើងគិតថាវាសាមញ្ញតើវាមានរឿងអីខ្លះជំងឺនេះគាត់ obese ណាតាក់ទងប្រព័ន្ធទឹកនោមគាត់តែគាត់ infection E. coli វាស៊ីមកដល់សិតតែ gas ឲ្យ emphysema gas នេះអញ្ចឹងវាហើយជាជិត10ដងប៊ីសនឹងរបូតទៅទៀតគាត់មានយ៉ាបែតអង្គ control អញ្ចឹងយើងព្យាបាលកាត់វះពលាសិតតែខ្ទុះរហូតបាននេះអញ្ចឹងបាន 4-10 ដងហើយបានយកខ្ទុះទៅមើលដោះបានយើងព្យាបាលលាងជាច្រើនដងបានជានេះជា gangrene Fournier ដែលនៅក្នុងអ៊ុយរ៉ូជួបច្រើនគឺគ្រាន់តែ infection តិចតួចហើយគាត់មានយ៉ាបែតជា Suisse immunodeprimé ហើយដែលវាស៊ីទៅមមចេញហ្នឹងខ្ទុះតទៅវះពលាជាទៅក្នុងទាំងអស់ហើយចំហយកទៅវះនៅក្នុងបន្ទប់វះកាត់ច្រើនដងបានអាចជួយបានទាំងអស់នេះជា infection severe ដែលយើងជួបហើយដែលពេលខ្លះយើងគិតថាវាងាយប៉ុន្តែវាមិនងាយទេហើយត្រូវការចំណាយច្រើនណាស់ពេលខ្លះយើងជួយអត់បានទៀតណាបើសិនជាយើងខកខានក្នុងការជួយឲ្យទាន់ពេលវេលាអញ្ចឹងយើងត្រឡប់មកវិញថា static សួរថា research មិញបងអូនបានលើកពីអាមេរិកពីស្អីចិនពីអីមកប៉ុន្តែខ្ញុំលើកនេះខ្ញុំមិនលើកពី international research ទេខ្ញុំនិយាយអំពីអ្វីដែល research ពី Hope Center ហើយនិងទីពេទ្យកុសុមាជាអ្វីដែលផាន់យើងដែលយើងធ្វើបានអញ្ចឹងអ្វីដែលយើងភ័យពាក្យពីរម៉ាត់គឺ infection resistant មាន E. coli ESBL positive និង MRSA ចឹងយើងត្រូវគិតចឹង E. coli ESBL positive ហ្នឹងវាជាពាក្យ extended spectrum beta lactamase ហើយ MRSA ហ្នឹងគឺ methicillin resistant staphylococcus aureus ចឹងជា resistant ទៅលើ gram negative ហើយនិងពួក gram positive ឥឡូវហ្នឹងសូម្បីតែ meropenem ហើយ carbapenem resistant កំពុងតែសិក្សាទៀត10ឆ្នាំជាងមុននៅ Hope Center ទីពេទ្យសម្ដេចឪ meropenem donation អត់មានក្នុងទីផ្សារយើងអត់មាន resistant ទេ 100% គឺត្រូវប៉ុន្តែឥឡូវនេះដោយសារប្រើទលំទលាយពេកឥឡូវចាប់ផ្ដើម resistant ទៀត meropenem អញ្ចឹងយើងនឹងធ្វើការសិក្សាអញ្ចឹងថាតើវាគ្រោះថ្នាក់ប៉ុណ្ណាអញ្ចឹងនេះជាករណីខ្លះដែលយើងធ្វើការសិក្សាទៅលើរបួសស្នាមដែលមាន infection severe អញ្ចឹង E. coli នៅតែដើរតួនាទីច្រើននៅក្នុង infection wall urinaire ឬក៏នេះហ្នឹងនេះជា statistic ខ្លះទៅលើ amyloidosis ដែលយើងសិក្សានៅ Hope Center ទៅលើ58 case អញ្ចឹងនៅក្នុងហ្នឹងមានតាំងពី pneumonia ដោយសារ amyloidosis ហើយនិង urinary tract មាន 7% នេះជា statistic ដែលយើងសិក្សានៅស្រុកយើងនៅ Hope Center អញ្ចឹងត្រឡប់មកវិញសួរថាស្អីទៅជា obstructive pyelonephritis ចឹង obstructive ចឹងជានិយមន័យថា obstructive បានន័យថាវាស្ទះដោយសារបំពង់ពហុនោមនឹងវាស្ទះដោយសារ prostate នឹងវាស្ទះដោយសារ steno ដោយសារគ្រោះដោយសារមហារីកឲ្យតែចាល់ទៅលើប្រព័ន្ធទឹកនោមគេហៅថា obstructive pyelonephritis ចឹងវាមិនចឹងស្អីទៅហៅថា pyelonephritis ឬក៏ UTI អញ្ចឹង UTI ខ្ញុំមិននេះទេអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំឲ្យនិយមន័យទៅក្នុងUTI គឺ urinary tract infection អញ្ចឹងអាលាកនៅប្រព័ន្ធទឹកនោមបាទអាលាកនៅតម្រងនោមគេហៅថា pyelonephritis បាទអាលាកនៅផ្លោកនោមគេហៅ cystitis បាទអាលាកនៅ prostate គេហៅ prostatitis អញ្ចឹងបាទអាលាកនៅលើយើងត្រូវឆ្ងល់ថាតើការព្យាបាលយ៉ាងម៉េចបាទអាលាក prostate គេឲ្យប្រមាណអាទិត្យបាទអាលាកនៅផ្លោកនោមគេព្យាបាលប្រមាណថ្ងៃអញ្ចឹងវាត្រូវដូចសំណួរមុនអញ្ចឹងថាតើរយៈពេលនៃការព្យាបាលប្រហែលថ្ងៃតាមយើងចង់ឬក៏អីគឺ follow ទៅតាម guideline របស់យើងអញ្ចឹង symptom វាអាចទៅនឹងអញ្ចឹងអាលាកទៅលើតម្រងនោមមានន័យថា infection ទៅលើសាច់តម្រងនោមអញ្ចឹងវា
ដោយ prostate ទៅវាស៊ីទៅសាច់អញ្ចឹងអង់ទីប៊ីយោទិកបើយើងប្រើតិចពេកវាអត់ស្លាប់មេរោគបានព្រោះมันអាច 100% វាជ្រាបទៅស្លាប់បានទេអញ្ចឹងហើយបានព្យាបាលអាលាកតម្រងនោមអាលាក prostate ត្រូវយូរជាងអាធម្មតាយូរជាងអាធម្មតាវាខុសពីអាលាកផ្លោកនោមអាលាកផ្លោកនោមវាគ្រាន់តែ infection ទៅលើមួយគឺ vesi នឹងទេអញ្ចឹងយើងត្រូវត្មងគួក diarrhea ជាងអញ្ចឹងយើងមើលថា Chelonephritis ហ្នឹងគេចែកជា simple ហើយនិង complicated អា simple ហ្នឹងមានន័យថាវាអត់ស្ទះអត់អីទេដោយសារមេរោគហ្នឹងវាឆ្លងពីទ្វារលាមកវាឡើងទៅលើវាឲ្យ infection អញ្ចឹងអត់មាន star អត់មានអី urinaria ទេអញ្ចឹងអាហ្នឹងធម្មតាវាមិនធ្ងន់ធ្ងរពេកទេប៉ុន្តែបើវាមាន obstruction គេហៅថា complicated ឬក៏មួយឆ្នាំវាឈឺលើស3ដងទៅវាជា chronic តែអាហ្នឹងដែលត្រូវដោះស្រាយហើយសួរថាជាបាលធ្វើម៉េចបានដឹងថាជាតតែវាបាត់អា infection ហ្នឹងបាត់ក្តៅបាត់អីមើលទឹកនោមទៅវាអស់លើកូស៊ីតក្នុងទឹកនោមអីចឹងទៅបានគេចាត់ទុកថាជាបើវានៅយើងមិនទាន់ថាជាទេហើយបានយើងថាត្រូវប្រើមិនបំចឹងទេយើងអត់អាចមានសុចនាករក្នុងការវាស់វែងទេclinical presentation យើងជជែកហើយខ្ញុំមិននិយាយទៀតទេហើយតាក់ទងទៅ diagnosis អ្វីដែលលឿនដើម្បីព្រោះយើងបើគ្រាន់តែដឹងថាលាកផ្លូវនោមទៅផ្សំថ្នាំក្រៅគេឲ្យថ្នាំបើសួរចុះប្រើត្រូវអត់មេរោគអីណាអង់ទីប៊ីយោទិកហ្នឹងវា resistant អត់ហើយចុះប្រើរយៈពេលប្រមាណអាហ្នឹងជាសំណួរអញ្ចឹងពេទ្យខុសពីអ្នកលក់ថ្នាំនៅតាមក្រៅអញ្ចឹងអាការលក់ដោយមិនដឹងអីហ្នឹងវាបង្កើននៅ resistant ណាកើន resistant អញ្ចឹងដើម្បីតេស្តថាគាត់មាន infection urinaria ជាទូទៅគឺត្រូវមានសំតូមទី1 clinic ឈឺចង្កេះឈឺអីនោមបបាអីទៅបូកនឹងយកទឹកនោមទៅមើល screening test អានេះចលក់មកផ្លោកដឹងហើយដឹងថាអាហ្នឹងវា infection urinaria ហើយដើម្បីព្យាបាលត្រឹមត្រូវដឹងថា infection ហើយយកទឹកនោមទៅបណ្ដោះសិនបានឲ្យអង់ទីប៊ីយោទិកបើឲ្យអង់ទីប៊ីយោទិកហើយយកទៅមើលលែងឃើញហើយអញ្ចឹងយើងរសេមសាមទៀតហើយចឹងជា rule មួយថាធ្វើមិនព្យាបាលឲ្យត្រឹមត្រូវហើយបើយើងធ្វើអញ្ចឹងបានសិង្ហបុរីក៏វាធ្វើអញ្ចឹងអាមេរិកក៏ធ្វើអញ្ចឹងដែរមិនអត់ន័យតែខ្មែរទេប៉ុន្តែយើងត្រូវ follow rule ហ្នឹងណា follow rule culture បន្ទាប់មកថាខ្លាចវា obstruction ឬក៏វាជា complicated ចឹងបានយើងសុំ imagery មួយចំនួនចឹងមាន CBC CRP procalcitonin អាហ្នឹងជា marker biologic ថាវាមាន infection អត់បើសួរថាត្រូវធ្វើគ្រប់ទេhayអត់ទេអញ្ចឹងពេទ្យវាមាន business medicine ហើយ humanity medicine business medicine មកធ្វើទាំងអស់ទៅប៉ុន្តែលុយជំងឺអស់ហើយទៅសិង្ហបុរីគេមិនដែរសួរអីទេគេមើលពីក្បាលដល់ចុងជើងគេបកកែបើយើងធ្វើ humanity medicine ត្រូវពិនិត្យស្ទាបច្បាច់លូកមើលហើយបានយើងមើល focus ថាយើងគិតទៅអីហ្នឹងជា humanity medicine មើលចំគោលដៅអស់លុយតិចជាដូចគេដែរអានេះជាអ្វីដែល condition ស្រុកយើងព្រោះយើងមិនទាន់សម្បូរបែបទេអញ្ចឹងស្អីអស់នេះបើសិនជាមាន comorbidity យើងគួរធ្វើទៅបើអត់ទេយើងរើសអញ្ចឹង imagery យើងមើលអញ្ចឹងបើសិនជាតេស្តហ្នឹងយើងឃើញ echo បើយើងបកកែឃើញ fibromong triangular hypoechogen អាហ្នឹងបានន័យថាវា infection ណាបើយើងធ្វើ Doppler យើងឃើញនេះរាងជាត្រីកោណណាយើងជាត្រីកោណណាហ្នឹងជា triangular ហើយវារៀង hypoechogen ហើយបើយើងធ្វើ scanner យើងឃើញរូបនេះចឹងរូបនេះគឺ hypoechogen triangular បានន័យថាវាជា infection ជា Chelonephritis ហើយនៅក្នុង imagery ណាអញ្ចឹងបន្ទាប់មកថាយើងមាន obstruction អត់អញ្ចឹងខ្ញុំក៏លើកករណីនេះបើសិនជាអ្នកជំងឺហ្នឹងគាត់មាន adenome គាត់ឲ្យស្ទះគាត់ឲ្យអីចោលទឹកនោមកាលណាទឹកនោមចោលវាងាយនឹងបង្ករោគងាយនឹងឲ្យ infection អញ្ចឹងអាអស់ហ្នឹងត្រូវដោះស្រាយចឹងគ្រាន់តែជំងឺនេះមួយខ្ញុំឧទាហរណ៍គាត់មាន adenome វាស្ទះវាឲ្យ risk infection មាន diverticulitis មាន calcul សួរថាត្រូវព្យាបាលណាដើម្បីដោះស្រាយ infection បើឲ្យតែ antibiotic វាអត់អាចទៅបានទេព្រោះវានៅតែចោលបន្តិចទៅកើតទៀតយូរ resistant ថ្នាំអស់អញ្ចឹងមធ្យោបាយដោះស្រាយគឺដោះស្រាយមូលហេតុផងវាខ្វៀល adenome ចេញយកអស់ហ្នឹងបានព្យាបាល antibiotic ទៅបានយើងជោគជ័យទី2អញ្ចឹង treatment guideline សួរថាតើ anti microbial regimen ហ្នឹងតើយើងគួរព្យាបាលរយៈប៉ុន្មាន
ណា result ថាធ្វើម៉េចដឹងថាអាហ្នឹងព្យាបាលទៅវាបរាជ័យធ្វើម៉េចដឹងថាអាហ្នឹងវាជាហើយធ្វើម៉េចដឹងថារយៈពេលអញ្ចឹងបើ simple infection យើងព្យាបាលថា5ថ្ងៃមួយអាទិត្យអីចឹងទៅបើ complicated អាច2សប្តាហ៍ឬក៏អាចទៅរហូតដល់4ទៅ6សប្តាហ៍ទៅតាមប្រភេទ infection ហើយសួរធ្វើម៉េចដឹងជាវាបាត់រោគសញ្ញាអស់ហើយយកទឹកនោមទៅមើលលែងមានបាក់តេរីបើវា fail មានន័យថាឲ្យ4 5 3 4ថ្ងៃហើយនៅតែក្តៅនៅតែពិបាកដូងនៅតែវាធ្ងន់ទៅអាហ្នឹងវាបរាជ័យហើយអញ្ចឹងត្រូវដោះដូរទៀតកុំទុកយូរបើមិនអញ្ចឹងទេវាអាច develop septicemia មួយទៀតតកតងទៅនឹងអង់ទីប៊ីយោទិកថាតើយើងរើសអង់ទីប៊ីយោទិកណាអញ្ចឹងអាថ្មីដែលគេទៅយកមកថ្លៃហ្នឹងវាល្អជាងអាថោកឬក៏យ៉ាងម៉េចហើយអាចាស់ហើយអាលេបហ្នឹងអាណាល្អជាងអញ្ចឹងជាសំណួរអញ្ចឹងអង់ទីប៊ីយោទិកវាអត់មានអាថ្មីមកថ្លៃវាប្រកែជាងអានេះទេអាថ្មថ្មីនាំគ្នាប្រើច្រើនហើយតែតែ UV resistant យើងត្រូវបេសទៅលើថាតើវាបាក់តេរីនៅកន្លែងណាណាបានយើងយកទៅប្រើទៅវាចំគោលដៅមិនមែនឲ្យតែថ្មីថ្លៃអាហ្នឹងមានសិតតែល្អទេហើយសួរថាចុះរើសអាម៉េចហើយរើសថាតើបើ infection wall urinary គេត្រូវរើសអង់ទីប៊ីយោទិកណាតែវា eliminate តាមវដ្តទឹកនោមបើ eliminate តាមវដ្តទឹកនោមអាហ្នឹងវា concentration ក្នុង wall urinary ច្រើនវាសម្លាប់មេរោគបានច្រើនណាស់ចុះចាក់ឲ្យលេបប្រសិទ្ធភាពដូចគ្នាប៉ុន្តែសួរពេលណាគេលេបពេលណាគេចាក់ដល់ពេលដែលជំងឺហ្នឹងវាធ្ងន់គេចង់បាន concentration plasmatic វាលឿនតែប៉ុណ្្នឹងឯងប៉ុន្តែ FA ដែលវា eliminate តាមទឹកនោមហ្នឹងលេបហ្នឹងសឹងតែមានប្រសិទ្ធភាពជាងផងគាត់ថាពេលណាធ្ងន់ពេលណាត្រូវសម្រាប់ពេលណាចាក់អញ្ចឹងទៅកុំឲ្យយើងគិតថាតើចាក់បានបកកែអត់ទេ FA ចាក់ហើយនឹងលេបគឺដូចគ្នាបន្ទាប់មកអង់ទីប៊ីយោទិកដែលយើងរើសសួរថាអាណាខ្លះដែលវាជ្រាបតាមផ្លូវទឹកនោមអញ្ចឹងយើងមើល option ទាំងអស់នេះវាអាច eliminate តាម wall urinary អញ្ចឹងអត់មាន metro ទេអត់មាន metro ទេណាអញ្ចឹងលោកគ្រូ metro អត់មាននៅក្នុង option ហ្នឹងទេអញ្ចឹងការព្យាបាលយើងរើសអង់ទីប៊ីយោទិកដែលយើងមើលយើងឃើញហើយមានពួក Bactrim Quinolone Nitro Aminoglycoside Cephalosporin Imipinime ឬក៏អីចឹងទៅអស់ហ្នឹងគឺវា elimination តាមវដ្តទឹកនោមបានល្អអញ្ចឹងគេយកវាហើយយើងស្គាល់ទៀតអាក់ស្យុងមួយហ្នឹងវាទៅសម្លាប់មេរោគរបៀបម៉េចអាខ្លះបើវាធ្ងន់គួរប្រើអត់ដោយ aminoglycoside Zonta Amikacin អីបើធ្ងន់យកវាទៅប្រើម្នាក់ឯងវាអត់អាចសម្លាប់បានទេវាគ្រាន់តែជា bacteriostatic វាស៊ីពេលអញ្ចឹងយើងប្រើវាគឺมันអាចសម្លាប់បានទេអញ្ចឹងនេះជាអាក់ស្យុងខ្ញុំមិននេះទេសួរទៀតចុះបើប្រើទៅអ្នកជំងឺមានខូចតម្រងនោមឲ្យដូសដូចគេទេជឿបើមានផ្ទៃពោះឲ្យបានទេអញ្ចឹងយើងរើសទៀតបើមានផ្ទៃពោះឲ្យគីណូឡូនកូនគេមកកើតមកវាទៀតព្រោះវា FA side effect ទៅឲ្យផ្លាតរោគផ្លាតហ្នឹងវាអត់ឲ្យលូតលាស់ល្អទេអញ្ចឹងគេហាមប្រើទៅលើកូនក្មេងស្ត្រីមានផ្ទៃពោះអីចឹងទៅហើយ side effect ទៀតតើវាឲ្យ FA teratogen អត់នៅក្នុងលោកស្រីទៅមើលថាតើនៅក្នុងស្ត្រីមានផ្ទៃពោះអង់ទីប៊ីយោទិកហ្នឹងវានៅក្នុង category ណាអាណាប្រើបានអាណាអត់ប្រើបានបើយើងមើលអាហ្នឹងហើយយើងខ្លាចហើយបើយើងប្រើបំពេញគឺឲ្យ FA ទៅលើកូនគេឲ្យទៅលើម្ដាយមានបញ្ហាសុទ្ធតែជារឿងផាន់គ្រូពេទ្យក្នុងការ patient safety យើងត្រូវដឹងបន្ទាប់ទៀត Ansuson Renal បើយើងប្រើពេញដូគីណូឡូនវាឲ្យប៉ះទៅលើតម្រងនោមបើគេខូចតម្រងនោមយើងឲ្យអាហ្នឹងទៅទៀតមិនឲ្យបំផ្លាញតម្រងនោមគេឯងអញ្ចឹងយើងត្រូវគិតឲ្យថ្លឹងថ្លែងបើជារួចបើជាមិនរួចថាតើដូរេណាលនឹងក្នុងកម្រិតណាត្រូវអត់ចាស់ដូរនេះជារឿងដែលត្រូវដឹងបន្ទាប់មកនេះជា clinical practice guideline តាំងពី2010កាលខ្ញុំធ្វើការនៅ Hope Center អញ្ចឹងយើងបាន develop guideline ដើម្បីប្រើនៅមន្ទីរពេទ្យយើងណាកាលក្នុងថ្នាក់ជាតិក៏មិនទាន់មានដែរណាguideline នេះមានតែ medicine អញ្ចឹងយើងមាន guideline ថាពេលដែលចូលមកធ្ងន់គ្រូថាដើម្បីព្យាបាលត្រឹមត្រូវតើយកទឹកនោមទៅមើលទៅបដោះចុះបើបដោះមកមួយអាទិត្យបានចុះខ្ញុំធ្វើម៉េចទុកឲ្យជំងឺស្លាប់អត់ទេអញ្ចឹងការព្យាបាលគឺមាន empiric treatment ហើយនិង target treatment empiric ពេលដែលជំងឺចូលមកធ្ងន់យើងគិតថាប្រព័ន្ធទឹកនោម 90% ដោយលោកគ្រូ research ពី international data មក 90% E. coli អញ្ចឹងអ្វីដែលយើងគួរគិត 90% E. coli ចុះ10% ទៀត
ចឹងវាមាន gram negative gram positive ចឹង empiric treatment យើងឲ្យ cover ទាំង gram ne gram po យើងឲ្យទៅសិនដើម្បីជួយបន្ទាប់មកបានយើងយកទឹកនោមទៅមើល24ម៉ោងក្រោយមកវាចេញ gram negative gram positive បានយើងដូរបើ gram negative យើង focus បុកឲ្យខ្លាំងទៅ gram negative បើ gram positive យើងបុកឲ្យខ្លាំងទៅ gram positive ទៅមុំ5ថ្ងៃមួយអាទិត្យបានចេញមកថាបាក់តេរីឈ្មោះ E. coli វាត្រូវនឹងមេរោត្រូវអីបើយើងរងចាំអាហ្នឹងអ្នកជំងឺស្លាប់បាត់ហើយអញ្ចឹងយើង adjust ហើយបានយើងសេរីទៅតាមហ្នឹងបានយើង adjust ទៅតាមក្រោយចឹងនេះជាអ្វីដែល guideline ដាក់ឲ្យយើងដើរហើយបើវាមិនទាន់មានទេបើមានហើយវាមានខុសឆ្គងនៅក្នុងហ្នឹងមិនមែនតាមវា 100% ទេអានេះជា research មួយផងយើងប៉ុន្តែវាអាចមានភាពបត់បែននៅក្នុងហ្នឹងបើយើងយកទៅធ្វើមន្ទីរពេទ្យយើងចេញថាអាហ្នឹងវាមិនមែន E. coli ចេញ Enterococci ហើយវា resistant មួយមេរោវាត្រូវស្អីមួយហើយឲ្យតាមហ្នឹងទៅវាអត់ខុសទេវាជា evidence based medicine ដែលយើងមាន data មានអីអតិមង្ឃហើយកុំភ័យការព្យាបាលកុំភ័យឲ្យតែយើង follow ទៅតាមអ្វីដែលជា proof ផងយើងមួយទៀតតើតង empiric treatment ចឹងសួរថាចុះឲ្យអីចឹងបើសិនជា pyelonephrine cover ទៅ gram positive ចឹង cephalosporin ហ្នឹង CEF3 វា cover ទាំង gram positive gram negative ចឹងដំបូងយើងចេញដំណើរសិនទៅហើយបានយើងចេញភាគច្រើនក៏វា resistant ដែរចឹងបើសិនជាវា pyelonephrine ធម្មតាទេយើងគ្រាន់តែឲ្យទៅបាត់តែប៉ុន្តែបើសិនជាវាធ្ងន់ណាវាមកក្តៅញាក់វាប្រងសឹបស៊ីប្រងអីយើងអាច add amikacin ទៅ add amikacin ឬក៏ xanthamicin អីទៅបើសង្ស័យសឹបស៊ីចឹងនេះជា guideline ដែលយើងកំណត់ណាដើម្បីយើងជួយបន្ទាប់មកនៅពេលដែលបានអង្គទីប៊ីយ៉ូក្រាមហើយយើងអាចដាក់ទេទៅវាត្រូវមួយមេរោយើងដូរទៅប៉ុន្តែសួរដោយបងអូននៅនេះយើងចាំដល់5ថ្ងៃសួរចុះបើ24ម៉ោងវាមិនធូរយើងនៅចាំរហូតដល់ជំងឺសឹបស៊ីហីអាហ្នឹងសំណាងដែលជួយបានអញ្ចឹងមិនចាំទេ24 48ម៉ោងបើក្តៅនៅតែក្តៅ CRP នៅតែឡើងប្លង់នៅតែឡើងអ្នកជំងឺមិនស្រួលត្រូវតែដូរបើមិនដូរទេអ្នកជំងឺអាចស្លាប់ដោយសារសឹបស៊ីប៉ុន្តែដូរហ្នឹងត្រូវដូរទៅអីដែលយើងត្រូវគិតណាឲ្យយល់កន្លែងហ្នឹងបន្ទាប់មកបានយើងអាចដាក់ antibiotic ទៅលេបឬក៏ទៅចាក់បើវាធ្ងន់ complicated ចាក់យ៉ាងយូរបន្តិចណា2សប្តាហ៍ឬក៏អីចឹងទៅនេះជាអ្វីដែលយើងសិក្សាទៅលើនៅមន្ទីរពេទ្យថ្នាក់ជាតិយើងគឺមន្ទីរពេទ្យបកុសមៈយើងដឹងហើយណាពីមុនគ្រាន់តែព្យាបាល infection urinaria សុំឲ្យមើលទឹកនោមអស់លោកអត់យល់ខឹងខ្ញុំទៀតណាពេលខ្លះប៉ុន្តែដោយសារមិនទាន់យល់ប៉ុន្តែយល់ទៅយើងមើលអញ្ចឹងគ្រាន់តែឡាបយើង develop តាំងពី2012មកតែគល់ទាយើងឃើញហើយ microbiology យើងឡើងហើយយើងមើលយើងមាន data ទាំងអស់ដើម្បីយើងនេះអញ្ចឹងនេះជាអ្វីដែលយើងមើលប៉ាតូដែលយើង detect ច្រើនជាងគេនៅក្នុងមន្ទីរពេទ្យកុសមៈយើងឃើញហើយមាន actinomycin មានអីចឹងទៅហើយ E. coli ហ្នឹងវាច្រើនជាងគេដូចអន្តរជាតិគេសិក្សាអញ្ចឹងយើងសិក្សាទៅដូចគេដែរប៉ុន្តែសួរថា E. coli ច្រើនជាងគេហើយបន្ទាប់មកមានហូរហាយចឹង Enterococci Pseudomonas Klebsiella ចឹងទៅប៉ុន្តែសួរថា antibiotic ដែលយើងយកមកសិក្សាសួរថាវាសង្ស៊ីបឬក៏អីដូចគេទេប្រហាក់ប្រហែលគ្នាភាគច្រើនប៉ុន្តែយើងមើលទៅតាមនេះអ្វីដែលយើង adjust ទៅលើមន្ទីរពេទ្យយើងដែលយើងរកឃើញថា antibiotic ណាដែលវាសង្ស៊ីបតាំងពីឆ្នាំ2002 2022 23 24មកវាមិនមានអីខុសប្លែកគ្នាទេណាអញ្ចឹងយើងមើលតាមហ្នឹងទៅហើយនេះជា guideline ដែល result អញ្ចឹង E. coli នៅតែដើរតួសំខាន់នៅមន្ទីរពេទ្យកុសមៈឬក៏នៅពេទ្យ Hope Center E. coli នៅតែដើរតួសំខាន់នៅក្នុង infection urinaria អញ្ចឹងយើងមើល antibiotic ដែលយើង adapt គឺទៅតាមហ្នឹងណាខ្ញុំមិនលម្អិតពេកទេអញ្ចឹងឥឡូវយើងមើលបើសិនជាមាន obstruction អញ្ចឹងវាលើសពី pyelonephrine ឯកុយដោយសារវាមាន star urinaria អញ្ចឹងហើយបានខ្ញុំទាញអារម្មណ៍ថាបើ echo ឃើញ star ចុះ star ហ្នឹងមកពីអីមិនក៏យកយើងបើសិនជាអត់ដោះស្រាយអាស្ទះហ្នឹងទេយើងព្យាបាលវាអត់ជោគជ័យទេវានឹងតិចទៅកើតឡើងវិញវាអត់បន្តិចទេវា develop ទៅបន្តិចទៅ resistant អាហ្នឹងអស់ទៀតតែជំងឺស្លាប់ហើយអញ្ចឹងត្រូវដោះស្រាយតាមរយៈអី emergency យើងអាចដាក់ទយោបហូរបើវាស្ទះវាចាល់ infection វាឲ្យខ្ទុះវាឲ្យភ្ជួរ nephrosis ភ្ជួរ nephro ហ្នឹងគឺវាខ្ទុះនៅក្នុងហ្នឹងអត់មាន antibiotic ណាទៅស៊ីខ្ទុះទេកាលណាខ្ទុះ
ត្រូវតែប្រើកាបិតប្រហូរផ្ទុះនឹងចេញណាអត់មានអង់ទីប៊ីយោទិកណាទៅស៊ីផ្ទុះទេអញ្ចឹងសូមឲ្យចាំអាហ្នឹងអញ្ចឹងយើងអាចចោះប្រហូរផ្ទុះឬក៏ដាក់ stand ទៅអញ្ចឹងយើងមើលគាត់នៅជំងឺនេះនៅ Hope Center ហើយជា15ឆ្នាំមុនអញ្ចឹងយើងមើលទៅគាត់ណាមានផ្ទុះនៅ Echo Scanner យើងឃើញនេះជាសាច់រាំងអានេះជាផ្ទុះបន្ទាប់មកវាមានអីទៀតនេះអញ្ចឹងវាមានផ្ទុះវាស៊ីនេះជីកពេជ្រចង់ធ្លាយមកតាមចង្កេនេះណាដោយសារផ្ទុះនឹងវាស៊ីអញ្ចឹងការព្យាបាលរបស់យើងគឺដោយសារវាមានគ្រោះអញ្ចឹងយើងដំបូងហ្នឹងគឺព្យាបាលអាផ្ទុះ infection នឹងសិនអញ្ចឹងយើងចោះប្រហូរបឺតមកសិតតែផ្ទុះផ្ទុះគឺ pure nephro យកផ្ទុះហ្នឹងទៅមើលលាងឲ្យវាស្អាតសម្រាប់មេរោគហើយបានថាមកពីគ្រោះយើងវះគ្រោះចេញមកពីស្ទះនៅ steno ខាងក្រោមយើង steno ចេញមកពីមហារីយើងកាត់យកមហារីចេញអញ្ចឹងបើ pyelonephritis obstructive มันអាចឲ្យតែអង់ទីប៊ីយោទិកបានទេត្រូវដោះស្រាយបញ្ហាដែលវាស្ទះនៅខាងក្រោមបើមិនអញ្ចឹងទេការព្យាបាលយើងអត់ជោគជ័យទេថ្នាំមកពីឋានប្រអិនណាក៏អត់ជួយរួចដែរចឹងមួយទៀតផាគ្នាទេគេហៅថា emphysema pyelonephritis មានន័យថាពួក E. coli ហ្នឹងវា produce ខ្យល់ដល់ខ្យល់ហ្នឹងគឺ mortality ខ្ពស់ណាស់ទោះបីព្យាបាលពួកហ្នឹងច្រើនតែអ្នកទឹកនោមផ្អែម immune compromise អីវាផលិតខ្យល់ហ្នឹងគឺធ្ងន់ណាធ្ងន់ទោះបីព្យាបាលបានត្រឹមត្រូវក៏ mortality វាប្រហែលជា 30-40% ដែរបន្ទាប់ទៀតនេះគឺ obstruction ដោយសារកាល់គីលហើយយើងថតទៅឃើញមាន hydronephro bilateral អីចឹងទៅអញ្ចឹងយើងមានគ្រោះកាល់គីលអញ្ចឹងយើងចោះប្រហូរដាក់ stand ហើយបានយើងវះគ្រោះតាមក្រោយណាចុះសួរថាចុះបើកំពុងអាក្តៅញាក់ហើយមានគ្រោះយកទៅគ្រូថាងផ្ញើទៅពីខេត្តគាត់បញ្ញាប់មកវិញគាត់រវល់សូមឲ្យវះគ្រោះហើយគ្រោះថ្នាក់ណាស់បើយើងមិនយល់ទេកំពុងតែក្តៅខ្លួនកំពុងតែញាក់ហើយទៅបាញ់គ្រោះនឹងទៀតអ្នកជំងឺនឹងស្លាប់ដោយសារ septicemia ព្រោះអស់លោកកាលណារវល់ហើយនេះចង់បញ្ញាប់តែចង់បញ្ញាប់ប៉ុន្តែការបញ្ញាប់ហ្នឹងធ្វើឲ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត life threatening ពេលណាដែលយើងបាញ់គ្រោះហ្នឹងទៅអាមេរោគសាយភាយចូល septicemia លឿនមកអញ្ចឹងអត់ទេគេឲ្យដាក់ទឹកនោមប្រហូរផ្ទុះប្រហូរអីឲ្យស្រួលព្យាបាល infection ហ្នឹងហើយបាន10ថ្ងៃ5-10ថ្ងៃក្រោយបានមកដោះស្រាយគ្រោះនឹងចេញអញ្ចឹងការវះកាត់នេះបានជោគជ័យបើបឋមទៅអញ្ចឹងវាហេងហើយបើមួយដែរមិនអីនោះប៉ុន្តែខ្លះវះហើយsepticemiaដាក់កប៉ាល់ហោះទៅស្រុកក្រៅក៏មានដែរដោយសារនេះអញ្ចឹងជារឿងដែលយើងមិន follow ទៅតាម guideline ក្បួនច្បាប់ហើយសួរថាវាខុសគេតែយើងអីអត់ទេអាមេរិកក៏ធ្វើអញ្ចឹងបារាំងក៏ធ្វើអញ្ចឹងយើងធ្វើដូចគេទេអត់មាន emergency ទៅបាញ់គ្រោះនៅពេលដែលកំពុងតែ septicemia ឬក៏អីហ្នឹងទេហ្នឹងហើយនេះគ្រោះកាលណាយើងព្យាបាល infection ហើយបានយើងឡើងទៅតាមហ្នឹងទៅបើវានៅរាំងយើងធ្វើ flexip បាញ់គ្រោះហ្នឹងទៅហើយបើសិនជាគ្រោះហ្នឹងធំយើងAnglication ទៅតាមហ្នឹងគេធ្វើ PCNL ឬក៏អីនេះជារូបភាពនៅមន្ទីរពេទ្យព្រះកុសុមៈណាដែលយើងធ្វើគ្រប់មធ្យោបាយដែលយើងអាចជួយបានទាំងអស់បើគ្រោះហ្នឹងវាធំពេកណាពីមុនយើងវះបើចឹងទៅណាគ្រោះធំចឹងហើយអង់ទីប៊ីយោទិកវាអត់អាចទៅសម្លាប់មេរោគទេព្រោះមេរោគវាតោងនៅគ្រោះហ្នឹងពេលដែលឲ្យទៅវាធូរប៉ុន្តែមេរោគវាអត់ងាប់អស់ទេហើយបើអត់យកគ្រោះហ្នឹងចេញទេបន្តិចកើតទៀតហើយ infection ដែលទៅវា resistant ចឹងត្រូវដោះស្រាយគ្រោះបើសិនជាវាស្ទះដោយសារ prostate ត្រូវវះ prostate ហ្នឹងឲ្យនោមស្រួលបានមេរោគហ្នឹងវាលាងចេញមកបើមិនចឹងទេ prostatitis infection chronic ទៅជាបញ្ហាអញ្ចឹងបើមហារីកយើងកាត់ណាមហារីកដំណាក់កាលណាយើងកាត់ផ្លោកនោមឬក៏ខ្វៀល prostate ចេញទៅណាអ្នកជំងឺនេះគឺយើងវះនៅមន្ទីរពេទ្យកុសុមៈដែលជាមហារីកផ្លោកនោមយើងកាត់ផ្លោកនោមចេញទៅហើយសួរថាធ្វើម៉េចដើម្បីឲ្យវាត្រឹមត្រូវកុំឲ្យភ័យព្យាបាលហើយកុំឲ្យថាវាខុសកុំឲ្យវាអីអញ្ចឹងនៅមន្ទីរពេទ្យកុសុមៈយើងបានផលិតតែជា SOP ដើម្បីថាធ្វើម៉េចដើរឲ្យត្រង់ផ្លូវអស់នេះជាផ្លូវឲ្យយើងដើរកុំឲ្យភ័យព្រោះពេលខ្លះគ្រូពេទ្យភ័យជាងអ្នកជំងឺទៀតព្រោះអាយុខ្លីជាងជំងឺទៀតមួយថ្ងៃយាមចូលតែ10នាក់ជំងឺធ្ងន់ហើយភ័យ10ដងមិនស្លាប់មុនជំងឺអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យវាភ័យយើងធ្វើម៉េចត្រូវមានផ្លូវដើរអញ្ចឹងថាជំងឺចូលមកត្រូវធ្វើម៉េចជំងឺចូលមកបើគិតថា infection វ៉អ៊ីរីណាយកទឹកនោមទៅមើលទឹកនោមឬក៏មាន clinic ហើយមានអីយកអី
ណាបើសិនសង្ស័យសັບស៊ីធ្វើអីបើសង្ស័យស្ទះធ្វើអីយើង follow ទៅនេះយើង follow ទៅតាមអ្វីដែលជាការណែនាំផាន់ក្រសួងព្រោះក្រសួងកំពុងតែ develop guideline អង្គទីមីក្រូបយើង AMR AMS អីហ្នឹងកំពុងតែ develop ហើយផលឥឡូវហ្នឹងចាប់អារម្មណ៍10-20 ឆ្នាំមុនខ្ញុំនិយាយពី ESBL positive MRSA គ្មានណាស្ដាប់យល់ថាម៉េចទេប៉ុន្តែឥឡូវវាដុតដៃដុតជើងទាំងអស់គ្នាហើយសួរថាជុះព្យាបាលធ្វើម៉េចឲ្យត្រឹមត្រូវអញ្ចឹងដូចសួរថាភ្នើមនីព្យាបាលយ៉ាងម៉េចអញ្ចឹងនេះជាសំណួរគោលការណ៍សុវត្ថិភាពសិចរាយអញ្ចឹងទី1ថាជំងឺឈ្មោះអីថ្នាំនៅឲ្យត្រូវអត់ទី2ថ្នាំហ្នឹងយកទៅចាក់ឬក៏ឲ្យលេបទី3ថាតើយើងត្រូវឈ្មោះអ្នកជំងឺអត់ណាបន្ទាប់មកថាពេលវេលាហ្នឹងត្រូវអត់គេឲ្យមុនបាយក្រោយបាយឬក៏គេចាក់ពេលព្រឹកពេលល្ងាចសេសត្រី2ក្រាមហ្នឹងឲ្យម្ដង2ក្រាមឬក៏ព្រឹក1ក្រាមល្ងាច1ក្រាមហេតុអីបានឲ្យម្ដង2ក្រាមហេតុអីបានឲ្យម្ដង1ម្ដង2តើវាមានប្រសិទ្ធភាពមិនគេចង់បានអីតោះតែយើងយល់ពី objective ហ្នឹងបានយើងឲ្យដោយគ្មានភាពភ័យខ្លាចតោះមកពិនិត្យផ្លូវត្រឹមត្រូវទេអញ្ចឹងអ្នកដែលឲ្យឆ្នាំហ្នឹងអាហ្នឹងតើតើ nursing care ដែលយើងត្រូវដឹងណាត្រូវថាគេឲ្យ EV ឬក៏ PAO ឬក៏ឲ្យ Antra-rectal អីយើងហ្នឹងហើយអ្វីដែលជួយខ្លួនឯងយើងតែងតែភ័យយើងនិយាយរាល់ថ្ងៃនិយាយអារឿងភ័យណាភ័យតើភ័យរឿងអីភ័យថាតើយើងឲ្យហ្នឹងមានបញ្ហាអីអត់អញ្ចឹងបាទចឹងដើម្បីកុំឲ្យភ័យណាយើងធ្វើម៉េចចឹងការងារដើម្បីកុំឲ្យភ័យគឺយើងត្រូវ follow ទៅតាម rule ចឹង rule ហើយ documentation ដោយលោកគ្រូសួរចឹងឆ្នាំដែលយើងត្រូវឲ្យអ្វីដែលយើងធ្វើត្រូវតែកត់ចូលក្នុងឯកសារព្រោះអានេះជាផ្លូវច្បាប់អស់លោកយាមមកយប់ខំជួយជំងឺអត់ទេប៉ុន្តែអស់លោកគិតតែជួយជំងឺអត់មានណាកត់ក្នុង dossier ស្អែកឡើងគេហៅមើលគេស្ដីឲ្យទៀតហើយខំថាអត់ល្ងួយមកយប់ហើយព្រលឹមឡើងស្ដីឲ្យទៀតស្ដីឲ្យបើយើងអត់មានកំណត់ត្រាផងហើយមានកាយតឡាការគេយកទៅមើលគេមើលអា documentation ហ្នឹងគេមិនគិតថាយើងអត់ល្ងួយមកយប់ណាគេអត់ឃើញទេអញ្ចឹងគេឃើញអ្វីដែលជាកំណត់ត្រាអញ្ចឹងអានេះគឺយន់ជួយខ្លួនឯងគឺ right documentation ណាសូមឲ្យយល់កន្លែងហ្នឹងព្រោះបើមិនអញ្ចឹងខំធ្វើការហើយចេះតែតូចចិត្តថាគេអត់ជួយអត់អីហើយបើមាន right documentation គណៈគ្រូពេទ្យចាំតែជួយតាគណៈកម្មការកសលវិច័យមើលទៅត្រូវគេមកជួយតាបើយើងអត់អីទេគេមិនហ៊ានជួយព្រោះវាអត់មានទៅតាមកិត្តិយសផ្លូវច្បាប់បន្ទាប់ទៅធ្វើម៉េចជើងលោកចេះជួយខ្លួនឯងនៅបើជំងឺមួយ resistant ដាក់ដេកមកបន្ទប់ resistant មួយមើលជំងឺមួយទៅកាន់មួយទៀតវាមិនឆ្លងពេញហ្នឹងហើយសួរថានេះជំងឺមិនមែនមកដូចម៉ែយើងទេប៉ុន្តែតានេះឯងយើងថាអញ្ចឹងចុះបើយើងអត់ចេះដឹងថាត្រូវលាងដៃអីយ៉ាងម៉េចដល់នាំទៅដោយកាន់ dossier កាន់អីភ្លេចលាងដៃដើរទៅផ្ទះប្រពន្ធមកអោបកូនមកអោបដោយទាំងអស់សួរថាយើងជួយទេយើងទៅធ្វើការហត់លឿយហើយនាំជំងឺមកពេទ្យទៀតដោយសារយើងអត់យល់អំពី infection control អញ្ចឹង infection control នេះគឺជារឿងសំខាន់ណាស់ចឹងហើយបានរៃក្រសួងឲ្យយើងចេះលាងដៃមុននឹងមើលជំងឺមួយទៅមួយត្រូវលាងដៃរបៀបម៉េចដើម្បីកាត់បន្ថយការ contamination ទៅលើបាក់តេរីមួយចំនួនហើយគេមួយទៀតអ្វីដែលសំខាន់គឺគេធ្វើអី isolate room នេះ isolate room បើសិនគេឃើញថាបាក់តេរីហ្នឹងវា resistant តាមអស់ហើយគេអត់ដាក់ជាមួយគ្នាគេយកទៅ isolate បន្ទប់មួយចឹងដើម្បីកុំឲ្យឆ្លងហើយចូលទៅត្រូវពាក់អាវត្រូវអីលាងដៃមិនដើម្បីកុំឲ្យឆ្លងបើមិនចឹងទេគ្រាន់តែអស់លោកឆ្លងពីមួយទៅមួយហ្នឹងពេញវត្តហ្នឹងណាវាជា infection nosocomial ដែលយើងត្រូវកាន់ហើយអ្វីដែលសំខាន់ទៀតកាលណាយើងមាន data ហើយនៅមន្ទីរពេទ្យកុសុមាខ្ញុំបង្កើតជា guideline មួយហើយ guideline នេះមិនមែនរឿងសាមញ្ញទេអង្គុយធ្វើជាមួយគ្រូពេទ្យហ្នឹងមួយឆ្នាំជាងបាន guideline មួយក្បាលនេះណាដែលយើងប្រជុំគ្នាឲ្យប្រជុំទៀតហើយជំងឺដែលមានស្ពាបស្មុគខ្មាញដោយលោកប្រធានទីអនុប្រធានទីអញ្ចឹងហើយ develop ត្រូវមាន discussion គេហៅ RCP អញ្ចឹងជំងឺដែល complicated នៅមន្ទីរពេទ្យអស់លោកយើងនាំគ្នាមកអ្នកជំនាញហ្នឹងមេហ្នឹងមកទៅចែកគ្នាត្រូវដោះស្រាយមិនអញ្ចឹងទៅយើងរកផ្លូវឃើញជួយប៉ុន្តែបើម្នាក់ឯងវាអាចខុស
ហើយបើប្រជុំគ្នាហើយចេញជា ACP អានោះជា rule ណាបើយើងទៅចែកគ្នាមេមកពេទ្យហើយចេញត្រូវអញ្ចឹងវាលែងខុសអត់មានណាមកចោទប្រកាន់អីប៉ុន្តែបើយើងអត្តនោម័តម្នាក់ឯងអាចខុសណាអាចខុសអញ្ចឹងនេះជាវប្បធម៌មួយក្នុងការទៅចែកគ្នាក្នុងការមើលជំងឺឲ្យមានប្រសិទ្ធភាពហើយចំគោលដៅចឹងជា conclusion យើងថា E. coli នៅតែជារឿងមួយដែលយើងជួបច្រើននៅក្នុងអន្តរជាតិ Warwinia ចឹងការយល់អំពីការប្រើប្រាស់អង់ទីប៊ីទិកហើយនឹងការនេះហ្នឹងគឺជារឿងសំខាន់ហើយ available antibiotic ហើយនឹង microlab ចឹង microlab ជារឿងសំខាន់ចឹងអបអសាទរដែលមន្ទីរពេទ្យបងពុំមានហើយត្រូវមានច្រើនទៀតដូចលោកដែលបង្ហាញរឿង pneumonia គេសួរថាជួបបាក់តេរីអីឲ្យអាហ្នឹងអត់ដឹងផងឲ្យទៅតាម guideline ប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវគិតថាបើបាក់តេរីនៅក្នុងសួតនៅក្នុងអីវាអាច gram positive អញ្ចឹងយើង cover antibiotic focus ទៅលើ gram positive ទៅយ៉ាងហោចណាស់ឲ្យយើងគិតទៅអញ្ចឹងក៏វាអាចនេះដែរណាហើយបើត្រឹមត្រូវគេយក slash ហ្នឹងទៅបណ្ដោះមើលឬក៏គេធ្វើ bronchoscopy យើងធ្វើ brush ហើយយកអា slash ហ្នឹងយកទៅមើលចេញឲ្យបាក់តេរីអីត្រូវមួយ antibiotic អីហើយរយៈពេលប៉ុណ្ណាអាហ្នឹងត្រឹមត្រូវប៉ុន្តែគ្នានៅខេត្តមានកម្រិតចឹងថ្ងៃក្រោយវាអាចទៅឬក៏អាចបញ្ជូនមកខាងត្បូងឃ្មុំទៅដើម្បីយើងជួយគ្នាឲ្យវាទៅមុខល្អហើយបន្ទាប់មកត្រូវរកមូលហេតុផងវាដូចខ្ញុំនិយាយចឹងមូលហេតុវាជារឿងសំខាន់diagnostic ខ្ញុំមិនរំលឹកទេហើយមិនលេខណាជា take home message ឲ្យដឹង gram positive gram negative focus ថាបើស្បែកវា gram positive បើ VOL positive បើ VOL digestive ភាគច្រើន gram negative បាក់ C gram negative ហើយអញ្ចឹងដល់យើង focus អញ្ចឹងទៅបើអត់មានយ៉ាងហោចណាស់មិនមែនថាចុះបើខ្ញុំអត់ធ្វើមិនបាច់មើលទុកឲ្យងាប់ទេអត់ទេត្រូវតែ focus ហេតុអីត្រូវគិតថាអាហ្នឹងអីអញ្ចឹងយើងឲ្យទៅវាជួយបានហើយ follow guideline ថែមទៀតទៅយើងអាចជួយបានចឹងអ្វីដែលចង់រំលេចទៀតត្រូវតែចងចាំស្អីទៅ ESBL positive ស្អីទៅ MRSA នេះវានឹង develop នៅពេលដែលយើងមានគុលទាមានអីតិចទៀតអាពាក្យហ្នឹងត្រូវហើយបើចេញអញ្ចឹងហើយត្រូវសេផ្លាក្រហមថាបើប៉ះឆាតអ្នកជំងឺមើលជំងឺហើយត្រូវលាងដៃបើអត់លាងដៃទេយកអោបមេរោគហ្នឹងទៅផ្ទះបើទៅផ្ទះហើយបើអាំងហ្វិចចុងអាហ្នឹងអត់មានអីព្យាបាលទេវា resistant អញ្ចឹងវាគ្រោះថ្នាក់ធំណាស់អញ្ចឹងត្រូវយល់ទៀតហើយដាក់ isolate នេះជារឿងមួយធំត្រូវតែធ្វើឲ្យត្រូវតែយល់ដឹងប៉ុន្តែបើយើងអត់យល់អត់ដឹងទេដូចធម្មតាណាដូចធម្មតាប៉ុន្តែវាជារឿងធ្ងន់អញ្ចឹងខ្ញុំគ្រាន់តែរំលឹកឲ្យយើងដឹងថ្ងៃក្រោយទៅយើងជួបទៀតយើងអាចដឹងអញ្ចឹងនេះជា reference ដែលយើងនេះអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណចំពោះការចូលរួមបាទហេឡូបាទសូមលោកគ្រូអ្នកគ្រូឡងចូលសួរព្រោះទៀតយើងធ្វើ MCQ 6ដល់10សំណួរព្រោះ topic ហ្នឹងឥឡូវគេធ្លាក់ដល់37នាក់វិញមុនដល់ឡើងដល់70នាក់ជាបាទសូមឡងចូលវិញផងខ្ញុំមានផងឡើយបាទសូមថ្លែងអរគុណលោកខាងអាចារ្យវិទ្យាដែលបានហើយធ្វើមកបង្ហាញយ៉ាងខ្វះខ្វាយហើយតែនៅក្នុងបទពិសោធន៍ល្អៗដែលលោកបានជួបផ្ទះលោកស្រីដែលគេអស់ចឹងប្រសិនជាយើងមានសំណួរទាក់ទងអំពីរបស់លោកខាងអាចារ្យទៅទៅបាទទៅយើងនិយាយយើងនៅក្នុងនោះហើយចាំយើងបង